បាទជំរាបសួរបងប្អូនទាំងក្នុងនិងក្រៅប្រទេសផងទេណាថ្ងៃនេះចេញមានគាថាមួយមេហៅថាគាថាបាំងខ្លួនប៉ុន្តែខ្ញុំលើកយកមកថ្ងៃនេះវាគាថាបាំងខ្លួននេះមាន4មេជាប់គ្នាប៉ុន្តែខ្ញុំលើកតែមេទី2ទី3មកទេមេទី1ហ្នឹងវាវែង ហើយក៏ទុកឲ្យបងប្អូនហើយជាវសិភៅទៅរៀនចាស់ទៀតហ្នឹងហើយមេនឹងប្រើបានច្រើនសន្តានដែរបាទល្អមែនតែនសិតតែរបស់បុរាណយើងពូកែបាទមិនមានការកែច្នៃអីទេទៀតណាហ្នឹងហើយគឺសុទ្ធពីដើមមកវាមកនៅមូលចេះ ហ្នឹងហើយបងប្អូនចង់បានសិភៅនេះអាចតាក់ទងមកខ្ញុំបាទផ្ទាល់មកទៀតណាហើយសិភៅនេះសិភៅខាងរបស់លោកគ្រូកម្មជាខមដែលគាត់ប្រម៉ែប្រមូលពូតផ្ដុំខំរៀនពីបរមរានចាស់បរមរានយើងមកដើម្បីយកមកទុកជាចំណេះដឹងហើយបន្តវេនទៅថ្ងៃក្រោយកុំឲ្យបាត់បង់នៅអ្វីដែលជាកេរដំណែលរបស់ដូនតាយើងបាទហើយម្យ៉ាងទៀតក៏យើងយកទៅប្រើលើធ្វើការអ្វីបានបាំងខ្លួនផ្សេងការពារគ្រប់បែបយ៉ាងយកទៅស្រោចទឹកអីបានទាំងអស់ចាំខ្ញុំបង្ហាញនៅពេលក្រោយហ្នឹងហើយដោយរូបសភៅនេះខ្ញុំបាទហ្នឹងក៏បានដាក់រូបរបស់លោកគ្រូសុខុមខាងកម្ពុជាខមនឹងផងដែរបាទគាត់មានមុនគាថាពូកែទៀតណាហ្នឹងហើយពីលើរៀនក្រោមរៀនពីលើទៅមកប៉ុន្តែវានេះមិនសល់ទុកពីយូរយារណាស់មកហើយរាប់សិបឆ្នាំហើយកប់នៅខាងនៅកម្ពុជាខមនឹងស័ក្តិសិទ្ធិណាស់នេះខ្ញុំដាក់នេះដាក់រូបសិភៅប្រជុំមុនអាគមនឹងស្នេហ៍នេះសិភៅនឹងធំទេណាប៉ិនសិភៅរបស់ខ្ញុំចេញក្រោយនឹងដែរបាទហើយប៉ិនកដះរាមទេណាបាទធំហើយមានទំហំសន្លឹកនោះវាជិត200សន្លឹកទេណាក្រាស់ដែរក្រាស់មែនតែនបាទហើយនៅក្នុងហ្នឹងមានគ្រប់សពបែបយ៉ាងនោះហ្នឹងហើយមិនសពទេវាគ្រាន់ថាมันមានយន់មានអីទេវាគ្រាន់តែមានអាគមនិងស្នេហ៍ហើយនឹងគេថាស្រោចទឹកចន្លោះទឹកក្តៅអីនៅនឹងទាំងអស់បាទពាក់ព័ន្ធនឹងបំរួញដីអីនៅក្នុងគាថាហ្នឹងមានតាំងគាត់ដាក់បន្ថែមតាំងពីបល័យហើយគាត់ចេះមកដែរបល័យថ្មកែវថ្មអីក៏មាននៅក្នុងសិភៅហ្នឹងដែរទៀតណានឹងសូមជម្រាបជូនប៉ុណ្ណឹងហើយនឹងចាប់ផ្ដើមបល័យនេះវាមើលខ្ញុំអានឲ្យមើលពេលទី1ទី2នេះគេថាបាំងខ្លួនទី3នេះក៏បាំងខ្លួនដែរទី4គេថាចាក់សោខ្លួនបាទអញ្ចឹងឯងទៅចាប់ដើមទៅអញ្ជើញព្រះពុទ្ធ5ព្រះអង្គមកគង់អំពីស្មាខាងស្ដាំទៅអញ្ជើញព្រះខ្វាមមកបាំងអំពីស្មាខាងឆ្វេងទៅអញ្ជើញនាងកងហ៊ីងណាកងហេងហ្នឹងព្រះធរណីមកបាំងអំពីបាទាទៅអញ្ជើញអាកាសទេវតាមកបាំងអំពីក្បាលស្មាក្រឡាសពសាច់ហ្នឹងមេទី2
បាទហើយមេទី3នេះពុទ្ធធាំងបាំងធម្មមាំងបាំងសង្ឃាំងបាំងបាំងពុទ្ធោបិទធម្មោបិទសង្ឃោបិទពុទ្ធោចិត្តធម្មោចិត្តសង្ឃោចិត្តនឹងមេទី3បាទរីឯចូលដល់មេទី4បាទមេទី4សោសៈសៈសោសោសោអ្នកមោពុទ្ធាយៈសោមៈសោអៈសោឧសោសោអក្ខរាសោសោអិតិចៈសោបាទនឹងហើយមេទី4បាទចឹងម្ដងទៀតបាទកាយលោកមិនចាំស្ដាប់ទៀងទៅតាមហ្នឹងសេអសមបានទេទៀនវិច្ច្រើនណាបាក់កាត់ណាហ្នឹងហើយមេទី2នេះទៅអញ្ជើញព្រះពុទ្ធ5ព្រះអង្គមកបាំងអំពីស្មាខាងស្ដាំទៅអញ្ជើញព្រះខ្វាមមកបាំងអំពីស្មាខាងឆ្វេងទៅអញ្ជើញនាងកង្ហីងព្រះធរណីមកបាំងអំពីបាទាទៅអញ្ជើញអកាសទេវតាមកបាំងអំពីក្បាលស្មាក្រឡាសពសាច់ហ្នឹងអាហ្នឹងមេទី2បាទឡើងចូលមេទី3ទៀតពុទ្ធោបាំងធម្មោបាំងសង្ឃោបាំងបាំងសង្ឃោបាំងពុទ្ធោបិទធម្មោបិទសង្ឃោបិទពុទ្ធោចិត្តធម្មោចិត្តសង្ឃោចិត្តបាទអាហ្នឹងមេទី3ចូលដល់មេទី4នេះចំណងជើងវាដាក់ថាយើងគេថាចាក់សៅខ្លួនបាទហើយមេទី4នេះសូត្រសោសៈសោសៈសោសោសោអ្នកមោពុទ្ធាយៈសោមៈសោអៈសោឧសោសោអក្ខរាសោអិតិចៈសោណានឹងមេទី4ណាទៀតណាហើយមេទី1ខ្ញុំបាទថាទុកឲ្យវែងទុកឲ្យបងប្អូនជាវសភៅនឹងទៅរៀនចោះបាទមេទី1ដូចខ្ញុំដាក់នៅក្នុងរូបវីដេអូនេះហើយទៀតណាហើយវែងហើយចឹងវិធីរបៀបប្រើគេថាគាថាទាំង4មេនេះសូត្រចូលទាំង4មានន័យថាសូត្រចូលគ្នាបន្តតបណាទាំង4មេនេះចូលគ្នាផ្ដុំផ្លុំខ្លួនពាត់សេមាចាក់សោខ្លួនឬស្រោចទឹកប្រសិទ្ធិឲ្យកូនសិស្សក៏បានស្រោចទឹកក្មេងយំយប់សិទ្ធិពាត់សេមាសិទ្ធិសេមាហ្នឹងក្មេងពូកែណាស់បាទពូកែកន្លែងហ្នឹងពូកែមែនតែនអញ្ចឹងបងប្អូនរៀនតាមហ្នឹងចុះទៀតណាសូមអធិស្ឋានបើខ្ញុំមិនបានដាក់បាលីឲ្យសុទ្ធទេពីព្រោះវាវែងឆ្ងាយបាទអញ្ចឹងមានតែសូត្រនឹងហើយជាពិសេសអ្នកដែលចង់បានអ្នកខ្លះចង់បានអក្សរផងអ្នកខ្លះចង់បានបាច់ទេឲ្យខ្ញុំបាននឹងប្រើសំឡេងទៅព្រោះគាត់អ្នករៀនខ្លះគាត់ពិការមើលមិនដឹងអីចឹងណាមានអ្នករៀនអញ្ចឹងមានគ្រប់ធឺគ្រប់ធនទៀតណាសូមអធិស្ឋានគ្នាទៅវិញទៅមកទៀតហ្នឹងហើយ
ហើយសូមជូនពរបងប្អូនទាំងអស់ប្រកបនៅសេចក្តីសុខជៀសផុតទុក្ខទាំងឡាយទាំងអស់ទាំងពួងសូមឲ្យទេវតាឆ្នាំថ្មីបីបាច់ថែរក្សាទៅដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសផងទៀតណាសូមឲ្យមានសុខភាពល្អនិងសំណាងល្អគ្រប់ក្រុមគ្រួសារដោយខ្ញុំបាទសូមជម្រាបលាតែប៉ុណ្ណេះសូមអរគុណច្រើនទៀតបាទ